ចាកុំប្រើអំពើហិង្សាក្នុងគ្រួសារកុំអាងខ្លួនប្រុសលើកដៃវាយស្រីកុំអាងឯងប្តីមកប្រើហិង្សាកុំអាងស្រវឹងមកដល់ផ្ទះរលោឡាកុំប្រើភាសាមានតែអញម្នាក់អញខ្លួនជាប្តីអាងវាយអាងធាក់ខ្លួនក្រមិចភ្ញាក់មិនរកស៊ីអ្វីមួយថ្ងៃគិតតែស្រាស្រីគ្រួសារក្រក្រីមិនចេះខ្វះគេចានិពន្ធដោយដួងវណ្ណាអញ្ចឹងអំពើហិង្សាធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នាហើយធ្វើឲ្យកូនមានវិបត្តិផ្លូវចិត្តនិងរៀនមិនសូវឆ្លាតអញ្ចឹងយើងទាំងអស់គ្នាគួរជៀសវាងហើយនឹងយល់ចិត្តគ្នាទៅវិញទៅមកជួយធ្វើការងារផ្ទះគ្នាទៅវិញទៅមកឲ្យបានប្រសើរនៅក្នុងគ្រួសារសុភមង្គលចាសួស្តីបងប្អូនទាំងអស់គ្នាសាលារៀនភាសាចិនយើងខ្ញុំមានទទួលសិស្សចាប់តាំងពីអ្នកមិនចេះសោះនិងចេះខ្លះហើយនៅភូមិចកាស្វាយបើសិនជាបងប្អូនទាំងអស់គ្នាមានបំណងចង់រៀនភាសាចិនអាចទាក់ទងនឹងខ្ញុំបានហើយជាពិសេសក៏មានរៀនតាមអនឡាញដែរចាអរគុណច្រើនបាយ